ខ្ញុំព្រះករុណាសូមលើកកំបងអញ្ជលីចំពោះប្រជុំ3នៃព្រះរតនត្រ័យមានគុណព្រះពុទ្ធ1គុណព្រះធម៌1និងគុណព្រះសង្ឃ1ដោយសេចក្តីកោតក្រែងសពកាលហើយបជាដកនេះគឺចង់និយាយអំពីរឿងសាវត្ថីសទ្ធិបុត្រអត្តន័យក្នុងបជាដកនេះគឺចង់និយាយអំពីគុណនៃការបម្រើមាតាបិតាបានឮមកថាមានសេដ្ឋីបុត្រម្នាក់នៅក្នុងក្រុងសាវត្ថីបានស្ដាប់ធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធហើយក៏មានសេចក្តីជ្រះថ្លាសូមបួសជាឧបសម្បទាលួងឧបសម្បទារួចហើយគ្រាន់តែរៀនធម៌5ឆ្នាំចម្រើនកម្មដ្ឋានក្នុងសំណាក់ឧបជាទើបចេញអំពីវត្តចេតពុនទៅកាន់ស្រុកជាទីបំផុតដែននៅក្នុងព្រៃអាស្រ័យនៅស្រុកទីបំផុតដែននោះឯមេដាបិតារបស់ភិក្ខុនោះតាំងតែអំពីកាលភិក្ខុនោះបួសទ្រព្យសម្បត្តិក៏ដល់នៅសេចក្តីអស់រលីងតាមលំដាប់ដល់នៅភាពនៃខ្លួនដែលជនដតីអាណិតអាសូរក្រៃពេកទើបកាន់យកអំបែងដើរសូមនៅអាស្រ័យនៅជញ្ជាំងផ្ទះរបស់អ្នកដតីលឺចំណេរខាងក្រោយមកភិក្ខុនោះឮថាមេដាបិតារបស់ខ្លួនដល់នៅសេចក្តីទុក្ខហើយក៏គិតថាអញព្យាយាមនៅក្នុងព្រៃអស់12ឆ្នាំមិនដល់មគ្គផលសោះអញជាមនុស្សអភ័ព្វប្រយោជន៍អ្វីដោយពុព្វជារបស់អញបើសឹកទៅជាក្រហមអញនឹងចិញ្ចឹមមេដាបិតាឲ្យនៅទានមានឋានសួគ៌ប្រព្រឹត្តទៅខាងមុខទើបចេញអំពីព្រៃដល់ក្រុងសាវត្ថីចូលទៅកាន់វត្តចេតពុនដោយបំណងថាក្នុងថ្ងៃនេះបាននឹងជួបព្រះសាស្តាស្ដាប់ធម្មទេសនាក្នុងថ្ងៃស្អែកនឹងបានឃើញមេដាបិតាអំពីព្រលឹមក្នុងថ្ងៃនោះព្រះសាស្តាទ្រង់ប្រមើលមើលនៅសត្វលោកក្នុងកាលជាទីកំចាត់បងនៅងងឹតឃើញឧបនិស្ស័យនៃមគ្គជាដំបូងរបស់ភិក្ខុនោះព្រះអង្គទ្រង់ត្រាស់សរសើរគុណរបស់មេដាបិតាដោយមេត្តាបេត្រង់បោសកសូនភិក្ខុនោះគិតថាអញនឹងសឹងទៅជាក្រហមបំរើមេដាបិតាស្រាប់តែព្រះសាស្តាត្រាស់ថាបព្វជិតក៏ឈ្មោះថាជាអ្នកធ្វើនៅឧបការៈដល់មេដាបិតាបានប្រសិនបើអញមិនជួបព្រះសាស្តាហើយលាចាកបព្វជាមានសភាពបែបនេះឥឡូវនេះអញជាបព្វជិតនឹងបំរើមេដាលុះដល់ពេលព្រឹកឡើងភិក្ខុនោះចាក់ស្លាកដែលគេធ្វើដោយបបរដល់ខ្លួនផងនៅស្លាកដែលគេធ្វើដោយបាយដល់ខ្លួនផងក៏ចូលទៅក្នុងស្រុកយកបបរនិងបាយទៅជូនមេដាបិតានិមន្តទៅបិណ្ឌបាតដោយខ្លួនឯងលុះធ្វើផុតកិច្ចរួចហើយធ្វើនៅទីសម្រាកនៅដល់មេដាបិតាទៀតតាំងអំពីពេលនោះចេះតែបម្រើមេដាមិនដែលដាច់មិនត្រឹមតែប៉ុណ្ណោះភិក្ខុនោះជូននៅបខិកភ័ត្រដែលខ្លួនបានហើយដល់មេដាបិតាទៀតហើយនិមន្តទៅបិណ្ឌបាតដោយខ្លួនឯងទើបឆាន់មិនឆាន់ថ្ងៃដែលភិក្ខុនោះបានចង្ហាន់តិចណាស់ថ្ងៃដែលមិនបានមានច្រើនភិក្ខុនោះបានសម្ពន់សម្រាប់ចាំវស្សាវត្ថុតិចតួចដតីក៏ដោយក៏យកទៅជូនមេដាបិតាទាំងអស់ហើយដេកកំណាត់សម្ពុតចាស់ដែលមេដាបិតាប្រើប្រាស់ហើយជ្រលក់ប្រើប្រាស់ខ្លួនឯងភិក្ខុនោះដែលអាពាធកើតអំពីការបម្រើមេដាបៀតបៀនហើយយ៉ាងនេះក៏ទៅជាស្រោមស្គមមានកម្លាំងខ្សោយភិក្ខុទាំងឡាយឃើញភិក្ខុអ្នកបម្រើមេដានោះទើបសួរដឹងហេតុសពគ្រប់បែរជាតេះដៀលភិក្ខុនោះទៅវិញ
ទៅក្រាបបង្គំទូលព្រះសាស្តាត្រាស់នឹងភិក្ខុទាំងឡាយឲ្យហៅភិក្ខុអ្នកបម្រើមេដាបិតានោះមកព្រះអង្គជ្រាបហើយចង់ញ៉ាំងភិក្ខុអ្នកបម្រើមេដាបិតាឲ្យជ្រាបសេចក្តីនោះទ្រង់ប្រទានពោសពសាធុការពពាចារបស់ខ្លួនទ្រង់ត្រាស់សួរថាមនាភិក្ខុអ្នកឯងបម្រើជនណាជននោះត្រូវជាអ្វីរបស់អ្នកភិក្ខុនោះក្រាបបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនជននោះត្រូវជាមេដាបិតារបស់ខ្ញុំព្រះអង្គក្នុងពេលនោះព្រះសាស្តាទ្រង់ប្រទានពោសពសាធុការអស់វរៈ3 ដងដល់ភិក្ខុនោះសាធុទ្រង់ត្រាស់ថាអ្នកស្ថិតនៅក្នុងផ្លូវដែលតថាគតដើរហើយតថាគតប្រព្រឹត្តនៅពពាចាចិញ្ចឹមមេដាបិតាទើបទ្រង់សម្ដែងសុវណ្ណសាមជាដងក្នុងមហានិបាតត្រាស់ថាមនាភិក្ខុទាំងឡាយឈ្មោះថាការចិញ្ចឹមមេដាបិតាជាវង្សនៃអ្នកប្រាជ្ញទាំងឡាយទើបប្រកាសនៅសច្ចៈទាំងឡាយលុះដល់ទីបំផុតនៃសច្ចៈភិក្ខុនោះបានសម្រេចសោតតាក្នុងពេលនោះទៅហើយបជាដកនេះក៏ចប់តែប៉ុណ្ណេះឯងសូមអនុមោទនា